សួស្តីប្រិយមិត្តដែលតែងតែគាំទ្រ Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីមីស៊ីលបាញ់ពីអាកាសទៅអាកាស PL-15 ដែលបានបំពាក់នៅលើយន្តហោះ J-10C របស់កងទ័ពប៉ាគីស្ថានដែលបានបាញ់ទម្លាក់យន្តហោះកងទ័ពអាកាសឥណ្ឌាដូចជាយន្តហោះ Rafale ចំនួន2គ្រឿងយន្តហោះ Mirage 2000ចំនួន1គ្រឿងដែលផលិតឡើងដោយប្រទេសបារាំងយន្តហោះ Su-30 MKI ចំនួន1គ្រឿងយន្តហោះ MiG-29 ចំនួន1គ្រឿងដែលផលិតឡើងដោយប្រទេសរុស្ស៊ីនិងយន្តហោះគ្មានមនុស្សបើក Heron 1ផលិតឡើងដោយប្រទេសអ៊ីស្រាអែលនៅក្នុងចំនួនតាមព្រំដែននៃប្រទេសទាំងពីរនៅក្នុងតំបន់កាស្មៀរអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីវាទាំងអស់គ្នា PL-15 ឬឈ្មោះដែលអង្គការ NATO ហៅថា CHAA-10 Abadan គឺជាមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយដែលបានបំពាក់ឬដឹកនាំក្បាលគ្រាប់ដោយប្រព័ន្ធរ៉ាដាសកម្មរបស់ប្រទេសចិនដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសរំដោះប្រជាជនចិនកងទ័ពជើងទឹករំដោះប្រជាជនចិននិងកងទ័ពអាកាសរបស់ប៉ាគីស្ថានផងដែរដោយថ្មីនេះមានការប្រយុទ្ធគ្នាលើអាកាសរវាងកងទ័ពអាកាសប៉ាគីស្ថាននិងកងទ័ពអាកាសឥណ្ឌានៅតាមព្រំប្រទល់នៃប្រទេសទាំងពីរនៅក្នុងតំបន់កាស្មៀរមីស៊ីល PL-15 ផលិតឡើងដោយប្រទេសចិនដោយក្រុមហ៊ុន China Airborne Missile Academy ដែលហៅកាត់ថា CAMA មីស៊ីលនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពនៅក្នុងឆ្នាំ2016រហូតមកដល់បច្ចុប្បន្នចំពោះលក្ខណៈពិសេសរបស់មីស៊ីលនេះវាមានទម្ងន់200ទៅ230គីឡូក្រាមវាមានប្រវែង 399.6 សង់ទីម៉ែត្រហើយមានអង្កត់ផ្ចិត 20.3 សង់ទីម៉ែត្រមីស៊ីល PL-15 នេះវាបាញ់បានចម្ងាយចាប់ពី200ទៅ300គីឡូម៉ែត្រហើយចំពោះល្បឿនរបស់មីស៊ីលនេះវិញវាមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅជាង5ដងឯណោះមីស៊ីល PL-15 វាប្រើប្រាស់រ៉ាដាស្វែងរកគោលដៅ Active Radar Homing ហើយមីស៊ីល PL-15 នេះដែរអាចបំពាក់នៅលើយន្តហោះចម្បាំងដូចជាយន្តហោះ J-20 យន្តហោះ J-35 យន្តហោះ J-10C យន្តហោះ J-15 យន្តហោះ J-16 យន្តហោះ J-11B និងយន្តហោះ JF-17 Block 3ចំពោះមីស៊ីល PL-15 នេះមានតែប្រទេសចិននិងប៉ាគីស្ថានតែប៉ុណ្ណោះដែលមានប្រើប្រាស់ខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ